ព្រះនរោត្តមរណរដ្ឋនោះត្រូវគេសម្លាប់នៅស្រុកបូកូហើយលោកអមដាក់សេរីហ្នឹងនិយាយដោយត្រង់ខ្ញុំជាអ្នកធ្វើការជិតស្និទ្ធជាមួយគាត់ក្នុងនាមជាជំនួយការរៀនសូត្រពីគាត់ហើយជាអ្នកដែលប្រមូលកម្លាំងយុវជនគណៈបកហ៊ុនស៊ិនពេជ្រនៅពេលហ្នឹងដូចជាក្នុងឆ្នាំ2000 2002ទេមុនការបោះឆ្នោតឆ្នាំ2003ហ្នឹងគឺប្រមូលកម្លាំងយុវជននិស្សិតនៅតាមសាកលវិទ្យាល័យទទួលបន្ទុកគាត់ឲ្យធ្វើកិច្ចការទទួលបន្ទុករឿងហ្នឹងហើយខ្ញុំរៀនសូត្រច្រើនពីគាត់ពីរឿងកិច្ចការទំនាក់ទំនងការបរទេសអីគាត់ប្រកែកហើយគាត់ត្រូវគេសម្លាប់នៅជិតផ្សារកាប់គូអាហ្នឹងក៏ខ្ញុំនឹងឃើញនឹងមុខពេលដែលគាត់សម្លាប់ហ្នឹងពេលដែលគេថ្ងៃដែលគេសម្លាប់គាត់ហ្នឹងណាថ្ងៃហ្នឹងគាត់ណាត់ខ្ញុំទៅញ៉ាំកាទៀវតាខ្ញុំទៅមិនទាន់ដល់ផងហ្នឹងគេបាញ់គាត់ស្លាប់បាត់បាទហើយដូច្នេះហើយរឿងច្រើនណារឿងដែលកើតមាននៅចំពោះមុខខ្ញុំការស្លាប់នៅចំពោះមុខខ្ញុំចុងក្រោយគឺលោកបណ្ឌិតកែមលីហ្នឹងខ្ញុំសូមសួរលោកសួរប្អូនខំសក់ត្រង់ថាក្នុងនាមជាអ្នកខេត្តតកែដូចគ្នាលោកកែមលីក៏មានគំនិតនិយាយស្នេហាជាតិលោកប៉ែនសវណ្ណក៏ស្នេហាជាតិហើយលោកមានលោកមួយទៀតដែលនៅព្រំដែនជួយជីកបន្លាយទៀតតាមលោករៀបរាប់បងប្អូនហើយចង់សួរថាកន្លងមកធ្លាប់ស្គាល់លោកកែមលីធ្លាប់ញ៉ាំកាហ្វេកាទៀវអីជាមួយគាត់អីចឹងទេចេះខ្ញុំនិយាយរឿងថាខ្លាចមិនខ្លាចសិនបាទដោយសារខ្ញុំឃើញចឹងហើយចុងក្រោយខ្ញុំទៅមើលចូលរួមបន់ស័ក្តិសពលោកបណ្ឌិតកែមលីខ្ញុំឈរមើលយូរខ្ញុំថាវាគ្មានអីអស្ចារ្យផងមនុស្សស្លាប់ទៅគាត់តែបិទភ្នែកទៅគេបូជាគាត់មុនតែថ្ងៃណាមួយគឺគង់តែដល់វេនយើងដដែលវាអត់មានអីអស្ចារ្យបើខ្ញុំចឹងឯងបានជាខ្ញុំតែងតែមានគំនិតមួយនិយាយថាបើសិនជាគេទៅព្យាយាមប្លន់អំណាចបន្តអំណាចអញ្ចឹងរស់បាន200ឆ្នាំខ្ញុំមិនថាទេមិនបាច់ថាអមតៈណារស់បាន200ឆ្នាំខ្ញុំមិនថាទេប៉ុន្តែរស់បានមិនលើសពី100ឆ្នាំទេដូចគ្នាទេហើយហេតុអីក៏ប្រឹងខំម្លេះហេតុអីក៏ទៅជាខំប្រឹងតែប្រមូលអំណាចខំប្រឹងតែជិះជាន់គៀបសង្កត់ហើយធ្វើឲ្យប្រជារាស្ត្រទូទៅក្តៅក្រហាយលំបាកឆ្នាំងបាយគាត់ស្ងួតនិយាយឲ្យងាយស្ដាប់ណាមិនគិតគូរអំពីជីវភាពប្រជារាស្ត្រមិនគិតគូរអំពីទឹកដីជាតិអាហ្នឹងហើយដែលខ្ញុំតែងតែពិចារណាចេះពិចារណាហើយខ្ញុំនឹកសម្ដីលោកបណ្ឌិតកែមលីដែលខ្ញុំធ្លាប់ជួបគាត់ហើយខ្ញុំជួបគាត់ញជម្រាបដោយត្រង់មិនលើសពីមនុស្ស3នាក់ទេខ្ញុំជួបគាត់ពីព្រោះខ្ញុំមិនចង់ពាក់ព័ន្ធពេលនោះខ្ញុំមិនចង់ពាក់ព័ន្ធក្នុងកិច្ចការអត្ថាធិប្បាយកិច្ចការអីទេជួបគាត់ពេលខ្លះជួបគាត់អញ្ចឹងទៅជជែកគ្នាគាត់ចេះរុញខ្ញុំសុកឯងអង្កលមកចូលរួមជាមួយបងអង្កលតួបងស្លាប់ទៅអីគាត់ប្រើពាក្យនឹងដាក់ខ្ញុំតួបងស្លាប់ទៅអីបាននឹកស្ដាយក្រោយតែខ្ញុំចេះគិតថាហេមិនងាយស្លាប់ទេបងឯងអាចជាអ្នកដែលមានឱកាសធំអាចជាអ្នកសង្គ្រោះប្រទេសជាតិនឹងទេដឹងមិនងាយស្លាប់ទេតែអ្វីមិនដូចយើងគិតគឺស្លាប់អញ្ចឹងហើយបានជាខ្ញុំងាកមកគិតថានឹកស្រណោះអ្វីដែលគាត់បបួលយើងស្រណោះរឿងអស់ហ្នឹងខ្ញុំក៏ងាកមកជជែកជាមួយមិត្តភ័ក្តិអំពីបញ្ហាមួយចំនួនដែលថាគួរបន្តឬអត់ជជែកចុះជជែកឡើងជជែកមិនទាន់នឹងបានសម្រាប់ចិត្តមែនទេមិនទាន់បានសម្រាប់ចិត្តផងក៏មានអ្នកកសែតមានអ្នកអីសួរស្គាល់លេខទូរស័ព្ទខ្ញុំសួរចូលរួមអីអញ្ចឹងទៅសួរចាប់ផ្ដើមនិយាយតែម្ដងចាប់ផ្ដើមនិយាយហើយចំណុចចុងក្រោយបំផុតដែលខ្ញុំមើលឃើញថាมันអាចមិននិយាយបាននៅពេលដែលខ្ញុំឃើញល្បិចនយោបាយចុងក្រោយរបស់គណៈបកប្រជាជនតែម្ដងអាល្បិចនយោបាយដែលសម្លាប់គណៈបកហ៊ុនស៊ិនពេជ្រពីមុនហ្នឹងគេយកមកប្រើល្បិចសម្លាប់គណៈបកសង្គ្រោះជាតិទៀតខ្ញុំថាបើមិននិយាយច្បាស់ជាគេប្រើវិធីហ្នឹងសម្រាប់គណៈបកសង្គ្រោះជាតិដែររបៀបចាប់ដៃអែលយកហើយចាប់ដៃហើយបំបែកណាចាប់ដៃបំបែកចាប់ដៃមួយវៃមួយដើម្បីបំបែកណាបាទន័យថាម្ដងចាប់ដៃលោកសំស៊ីចឹងទៅអត់ចាប់ដៃលោកកឹមសុខាទេនិយាយតាមលោកកឹមសុខារួចមកចាប់ដៃលោកសំស៊ីនិយាយតាមលោកកឹមសុខាអត់បានជោគជ័យទៅចាប់ដៃលោកកឹមសុខានិយាយតាមលោកសំស៊ីហ្មងគេថាបបួលគ្នាបាទដល់អញ្ចឹងដល់ពេលមិនជោគជ័យអញ្ចឹងខ្ញុំមើលឃើញថាអានេះល្បិចដដែលទេខ្ញុំបានជាខ្ញុំមានគំនិតថាមិនមែនមានគំនិតទៅជួយគណៈបកសង្គ្រោះជាតិពីព្រោះខ្ញុំមានពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិអត់មានទេគាត់តែមានគំនិតថាប្រសិនបើមិននិយាយការពិតហើយបកដែលមានសម្លេងធំមួយនឹងវារលាយអញ្ចឹងមានន័យថា
ក្នុងនយោបាយអត់មានគណៈបកបន្លាស់ធំសម្រាប់ទៅប្រកួតប្រជែងទេហើយកាលណាអត់មានគណៈបកបន្លាស់ធំសម្រាប់ទៅប្រកួតប្រជែងកម្ពុជាយើងកាន់តែដុនដាបហើយទម្រាំតែ55កៅអីផងនៅគេអត់ស្ដាប់ទម្រាំតែអត់មានទៅទៀត90កៅអីឃើញទេអាណត្តិទី4 90កៅអីលុកខ្ទេចបាទឥឡូវខ្ញុំសុំកាត់ប្រសាសន៍លោកបន្តិចចង់សួរថាលោកចាស់លោកតែនិយាយថាដឹងថាភ្លើងក្តៅប្រៀបបានដូចជាដឹងថាលោកនិយាយទៅមានការសម្លាប់ដូចជាមានលោកជាឈុតវិធីចុងក្រោយលោកកែមលីចុះហេតុអ្វីបានជាប្អូនខឹមសុកដឹងថាទៅមរណៈនៅតែនិយាយឆន្ទៈអ្វីមូលហេតុអ្វីដូចខ្ញុំជម្រាបអញ្ចឹងអានេះមិនមែនជារឿងដែលយើងយកខ្លួនទៅបលែងនឹងភ្លើងទេអត់មានរឿងហ្នឹងទេជាយើងយកខ្លួនទៅប្រឡែងទៅលេងបង្កើតមូលដ្ឋានផ្លូវសម្រាប់សង្គ្រោះប្រទេសជាតិមិនមែនយកខ្លួនទៅបលែងនឹងភ្លើងទេប៉ុន្តែវាគ្រោះថ្នាក់ប៉ុន្តែយ៉ាងម៉េចកាលណាយើងយកខ្លួនទៅប្រឡែងនឹងភ្លើងគឺមានន័យថាយើងម្នាក់ឯងគ្រោះថ្នាក់ប៉ុន្តែកាលណាយើងយកខ្លួនយើងទៅបង្កើតផ្លូវសម្រាប់ប្រទេសជាតិវាគ្រោះថ្នាក់សម្រាប់តែខ្លួនយើងទេប៉ុន្តែវាទៅជាក់ទៅជុំវិញសម្រាប់មនុស្សមនគរប្រសិនបើគោលដៅហ្នឹងវាជោគជ័យឃើញទេបើយើងយកខ្លួនទៅបលែងនឹងភ្លើងមានន័យថាវាគ្មានប្រយោជន៍អីទេពីព្រោះកាលណាយើងទៅប៉ះនឹងភ្លើងវាលាកតែយើងទេវាលាកយើងវាធ្វើឲ្យយើងមានបញ្ហាអញ្ចឹងវាក្តៅយើងប៉ុន្តែយើងយកខ្លួនទៅប្រឡែងនឹងការបង្កើតផ្លូវទៅកាន់មូលដ្ឋានប្រជាធិបតេយ្យមូលដ្ឋាននៃការផ្លាស់ប្ដូរដែលប្រជារាស្ត្រចង់បានផ្លាស់ប្ដូរទៅកាន់ប្រទេសនីតិរដ្ឋដែលគេហៅថាយុត្តិធម៌ដែលឲ្យតម្លៃដែលលើកតម្លៃយុត្តិធម៌ជាគោលដូច្នេះអាហ្នឹងវាបានផលទៅអ្នកផ្សេងទៀតប៉ុន្តែវាលាក់ខ្ញុំវាលាក់ទៅប៉ុន្តែផលសម្រាប់លោកប៊ុនធឿនក្រុមគ្រួសារលោកប៊ុនធឿនក្រុមគ្រួសារខ្មែរគឺសម្រាប់ប្រទេសជាតិខ្មែរហើយចុងក្រោយគឺជីវិតជាតិខ្មែរដូច្នេះខ្ញុំមិនគិតថាវាជាការប្រឡែងនឹងភ្លើងទេវាក្តៅសម្រាប់ខ្ញុំវាពិតជាមានគ្រោះថ្នាក់សម្រាប់ខ្ញុំប៉ុន្តែជីវិតខ្ញុំវាពិតជាស្លាប់បើទោះបីជាគេមិនសម្លាប់នេះក៏នៅស្លាប់ទេប៉ុន្តែជីវិតជាតិមិនត្រូវស្លាប់ទេពីព្រោះកូនចៅយើងរាប់តំណទៅទៀតនៅទទួលមរតកបន្តអំពីអ្វីដែលជាទឹកដីកំណើតគេហៅកំណើតកម្ពុជារដ្ឋរបស់យើងដូច្នេះរឿងនេះមិនមែនរឿងយកខ្លួនទៅប្រឡែងនឹងភ្លើងទេខ្ញុំសូមបញ្ជាក់ម្ដងទៀតជាការយកខ្លួនទៅភ្ជាប់ទៅនឹងមូលដ្ឋានធំនៃការបង្កើតផ្លូវទៅកាន់ការសង្គ្រោះប្រទេសជាតិពិតប្រាកដហើយដោយលោកប៊ុនធឿនអញ្ចឹងមិនមែនកំពុងយកខ្លួនទៅប្រឡែងនឹងភ្លើងនឹងនិយាយត្រង់ទៅទេគឺជាការរួមចំណែកបែបផ្សេងអ្នកផ្សេងទៀតក៏អញ្ចឹងដែរតែខ្ញុំសូមកាត់ប្រសាសន៍បន្តិចកន្លងមកខ្ញុំបានស្រឡាញ់នារីម្នាក់ខ្ញុំនិយាយជួននៃទាំងដែរតែខ្ញុំបានស្រឡាញ់នារីម្នាក់8ឆ្នាំរស់នៅដោយប្តីប្រពន្ធតែគាត់ឃើញការងាររបស់ខ្ញុំនោះដូចគាត់ភ័យស្រួយពេកខ្ញុំថាអូនបើសិនជាអូនមើលបងមួយថ្ងៃមានមួយថ្ងៃក្រមិនដឹងថាថ្ងៃណាជាប់គុកថ្ងៃណាគេបាញ់សម្លាប់ដល់ពេលយើងនិយាយទៅមនុស្សជាទីស្រឡាញ់របស់យើងចំណុចហ្នឹងដែលយើងរកសុភមង្គលមកគេមិនបានគឺគេចាក់ចេញទៅបើសិនដោយសារយើងស្រឡាញ់មនសិការចង់និយាយព័ត៌មានពិតផ្ដល់ព័ត៌មានពិតគ្រប់រសជាតិនិយាយត្រង់មិនលក់ដើមកតិតែយើងវាខាតបង់មនុស្សជាទីស្រឡាញ់វាខ្លាចជាប់គុកអត់សល់លុយសល់អីផងឲ្យទិញបាយស៊ីហើយចំណាប់លោកវិញតើលោកធ្លាប់ប្រាប់ប្រពន្ធលោកទេពេលដែលលោកកែមលេគាត់ថាគាត់ប្រាប់ប្រពន្ធគាត់ថាអូនជីវិតនៃវិភាគនៅមានខ្លាឆ្លាមពុះវែកនៅក្បែរតែលោកមានធ្លាប់និយាយអញ្ចឹងទេនិយាយអញ្ចឹងដូចជាសម្លាប់ទឹកចិត្តឧត្តមភរិយានិងកូនដែលយើងទៅបាត់តែកូននៅខាងដែលរស់នៅនេះក៏ព្រារញ៉ង់ហើយអ្នកខ្លះចាំបាច់ត្រូវការកូនរៀនលក់ឧត្តមកតិលក់អីហេតុអីបានលោកមិនលក់ដូចខ្ញុំអញ្ចឹងពួកខ្ញុំសង្សារខ្ញុំប្រពន្ធខ្ញុំទៅមួយបាត់ហើយចុះលោកយ៉ាងម៉េចទៅបញ្ហាសេដ្ឋកិច្ចខ្លួនឯងកូនស្រីរបស់ខ្ញុំតូចទេមិនទាន់បានចេះគាត់មិនទាន់យល់អំពីអ្វីដែលគំនិតទេនៃការនិយាយស្ដីអំពីបញ្ហាសង្គមជីវិតទេអានកូនប៉ុន្តែរឿងប្រពន្ធខ្ញុំមែនតើទៅខ្ញុំរស់នៅ separated ចែកផ្លូវគ្នាតាំងពីមុនដែលខ្ញុំចេញធ្វើមកម្លេះអូហើយវាជារឿងមួយចាប់ដៃមកដូចចំណែកអញ្ចឹងឥឡូវនេះអត់មានគ្រួសារទេម្នាក់ឯងចែកផ្លូវនេះហើយចែកផ្លូវគ្នាហើយខ្ញុំក៏ចែកផ្លូវគ្នាមកសល់មិញយប់ហ្នឹងដូចគ្នាម៉េះលោកឲ្យជីវិតទៅអស់គ្នាបាត់ឲ្យគាត់ថាមិនទាន់ចែកជាផ្លូវច្បាប់
separated ជាងមួយឆ្នាំទៅហើយជាងមួយឆ្នាំនេះបើយើងនិយាយអំពីគាត់និងខ្ញុំវានៅតែជាប្តីប្រពន្ធទេនិយាយចំណាបាទហើយខ្ញុំពិបាកនិយាយជាមួយគាត់ពីព្រោះគាត់មិនដែលគិតរឿងហ្នឹងទេគាត់គិតតែពីការរស់ស៊ីរបស់គាត់ទេបាទគំនិតគាត់ផ្សេងនិយាយរឿងអស់ហ្នឹងគាត់គិតមិនក៏និយាយចូលគ្នាមិនបាទឥឡូវតែលហើយទុកមួយឡែកសិនខ្ញុំសុំបុកសំណួរសោះតឥឡូវពេលវេលាកាន់តែខ្លីខ្ញុំចង់សួរកម្រមានខ្ញុំថាកម្រមានសម្ដេចដែលចុះសែននិយាយចំឈ្មោះរបស់លោកថានឹងប្តឹងយកកន្លះលានអត់លុយប្តឹងយកកន្លះលានឈ្មោះអីខ្ញុំសុកហើយឈ្មោះអីខ្ញុំសុកហើយប្តឹងយកកន្លះលានអត់លុយរឹបយកបាទបទសម្ភាសន៍នេះនៅមានតសម្រាប់ចាំស្ដាប់នៅក្នុងកម្មវិធីផ្សាយថ្ងៃស្អែកទៀត